សួស្តីអញ្ចឹងកាលពីមេរៀនមុនគឺខ្ញុំបានចែកចំណេញទៅទៅមួយរបៀបប្រើប្រាស់ស្អីគេជា Google Form គឺប្រើប្រាស់ដើម្បីអីអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកលើកជាបង្ហាញជាក់ស្ដែងពីរបៀបក្នុងការធ្វើsurvey បាទនៅក្នុង Google Form នឹងបាទអញ្ចឹងនៅក្នុងនេះខ្ញុំយក topic survey វិញគឺតទៅជាមួយនឹង employee satisfaction គឺយើងចង់វាស់ស្ទង់ពីការពេញចិត្តរបស់អតិថិជនទៅលើក្រុមហ៊ុនមួយអញ្ចឹងនៅក្នុងនេះទម្រង់ survey គឺយើងចូលមកបង្កើត new survey មកដែលយើងមិនបាច់យក template ទេបន្ទាប់មកយើងអាចធ្វើខ្លួនយើងបានខាងលើគឺឈ្មោះ survey របស់យើងបន្ទាប់មកយើងនិយាយទៅជាមួយ description អញ្ចឹងនៅក្នុងនេះគឺច្រើនទៅយើងតែនិយាយប្រាប់បញ្យល់គេយល់ថាស្អី survey យើងនិយាយពីអីគេចំណាយពេលប្រហែលនាទីក្នុងហ្នឹងអញ្ចឹងក្នុងនេះខ្ញុំគាត់តែនិយាយថាអូខេយើងផ្ញើនេះទៅសារលក្ខណៈយើងផ្ញើទៅបុគ្គលិកក្រុមហ៊ុនរបស់យើងអញ្ចឹងក្រុមហ៊ុន ABC នេះគឺជាទូទៅគាត់គេហៅថាចង់ស្ដាប់ចង់ឮពីអតិថិជនហើយគាត់ដាក់គេហៅថាអតិថិជនមកគាត់គឺចង់លើបុគ្គលិកហ្នឹងបាទគឺបុគ្គលិកគាត់គឺជាបេះដូងរបស់ក្រុមហ៊ុនអញ្ចឹងគាត់ត្រូវការចង់ស្ដាប់ណា voice ពីបុគ្គលិករបស់គាត់ដែរដើម្បីយកមក improve ក្នុងហ្នឹងអញ្ចឹងណាបាទចឹងឲ្យគាត់ spend 5នាទីហ្នឹងហើយដើម្បី5ទៅ10នាទីដើម្បីបំពេញតែហ្នឹងអញ្ចឹងណាវាអានេះគឺទម្រង់ survey ហ្នឹងអញ្ចឹងគឺខាងក្រោម description មានថាយើងត្រូវតែ say ពីអ្វីដែលយើងចង់ឲ្យអ្នកដែលគាត់ផ្ដល់ទិន្នន័យមកយើងគាត់ដឹងពីគោលរបស់ survey របស់យើងហ្នឹងហើយនៅក្នុងនេះពិតយើងអាចគេហៅថា formatting ទៅលើ text របស់យើងទៅលើពណ៌អក្សររបស់យើងបានអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងអានេះពេលដែលយើងធ្វើហើយបាទខ្ញុំធ្វើសរសេររៀងវែងតិចអញ្ចឹងពេលដែលយើងធ្វើហើយយើងចូលទៅការទៅមួយរឿងសំណួរអញ្ចឹងបន្ទាប់មកគឺខ្ញុំនឹងបង្ហាញពីប្រភេទសំណួរតាមមានសំណួរខ្លះនៅក្នុង Google Form ដែលគេអនុញ្ញាតយើងអញ្ចឹងតាមពិតទៅបើប្រៀបធៀបជាមួយនឹង platform ឧទាហរណ៍ដូចsurvey ផ្សេងៗដែលវាអស់លុយណាហ្នឹងគឺគេមានគេហៅថាទម្រង់ភេទសំណួរច្រើនតែនេះសារតែ free អញ្ចឹងក៏វាមានចំនួនមួយចំនួនទេប៉ុន្តែខ្ញុំគិតថាចំនួនប្រភេទដែលគេឲ្យនោះគឺគ្រប់គ្រាន់តែយើងអាចប្រើប្រាស់ survey ទូទៅបានអញ្ចឹងណាបាទអរគុណអញ្ចឹងនៅនេះខ្ញុំនឹងកន្លែងលើនេះគឺយើងអាចបង្កើតជា section អញ្ចឹងខ្ញុំនឹងបង្កើត section ទី1បាទដែលដាក់ថាគឺយើងចង់ collect employee information អញ្ចឹងដោយសារតែនេះជា employee survey អញ្ចឹងប្រហែលជាព័ត៌មានយើងត្រូវការយើងអត់ត្រូវការអីឈ្មោះរបស់គាត់ទេព្រោះកាលណាយើងសុំឈ្មោះគាត់ក៏ហ៊ានឲ្យ survey មកយើងទេអញ្ចឹងក្នុងនេះប្រហែលយើងអាចត្រូវការតែព័ត៌មានមួយចំនួនដើម្បីយកមកជួយយើងក្នុងការវិភាគទៅលើទិន្នន័យឧទាហរណ៍ដូចតទៅជាមួយនឹងភេទរបស់គាត់ទី2តទៅជាមួយនឹងរយៈពេលនៃការធ្វើការគោលក្នុងការយកភេទគឺយើងគាត់ចង់ថារវាងបុគ្គលិកប្រុសនិងស្រីមួយណាដែលគាត់មានការពេញចិត្តទៅលើក្រុមហ៊ុនច្រើនជាងណាដែលអត់សូវមានជាងហើយមូលហេតុអីទី2តទៅជាមួយនឹងរយៈពេលគឺរយៈពេលធ្វើការគឺដើម្បីយើងចង់ថាអ្នកតើបុគ្គលិកថ្មីឬបុគ្គលិកថ្មីមួយបុគ្គលិកចាស់មួយណាក៏ពេញចិត្តច្រើនជាងគេបុគ្គលិកធ្វើការយូរនិងបុគ្គលិកធ្វើការរយៈពេលមធ្យមនិងមួយណាក៏ពេញចិត្តក្រុមហ៊ុនច្រើនជាងគេបាទអញ្ចឹងឡើយនេះយើងអាចបង្កើតជា section បើយើងធ្វើឃើញស្អាតបាទបន្ទាប់មកយើងអាចបង្កើតសំណួរអញ្ចឹងខ្ញុំដាក់ចូលសំណួរអញ្ចឹងនេះជាប្រភេទសំណួរ multiple choice ដែលយើងអាចបង្កើតអញ្ចឹងណាអញ្ចឹងខ្ញុំដាក់3ជម្រើសគាត់អាចថាទី1គឺទៅមួយភេទគាត់ហ្នឹងគឺគាត់អាចរើសភេទប្រុសភេទស្រីក៏គាត់អាចវិក្នុងការ disclose ដែរហ្នឹងណាពួកអ្នកខ្លះគេអាចចង់ disclose ឲ្យយើងនេះអញ្ចឹងយើងក៏មិនបាច់ប្រមូលប្រគល់ម្ដងធំមកយើងគាត់ចង់ថាបុគ្គលិកយើងពេញចិត្តមួយយើងឬក៏អត់អញ្ចឹងអាតា point មួយនេះយើងជាមិនចាំបាច់ដែលយើងត្រូវឲ្យគេ disclose ប្រុសឬស្រីទេអញ្ចឹងណាហ្នឹងហើយហើយបន្តមកខ្ញុំយករយៈពេលអញ្ចឹងយើងយកប្រភេទទម្រង់ multiple choice ដែរអញ្ចឹងក្នុងនេះពេលយើងរើសយក multiple choice មកស្រួលគឺ Google Form វាឲ្យយើងវាដាក់ឲ្យយើងហ្មងអញ្ចឹងឲ្យ option 1យើងចូលទៅកែទៅហ្នឹងហើយទៅតាមប្រភេទសំណួររបស់យើងមកអញ្ចឹងខ្ញុំជឿថាសម្រាប់អ្នកគាត់ធ្វើ survey ពេលច្រើនគាត់មានគេហៅថាមានសំណួរដែលគាត់ draft នៅក្នុង file Word ឬក៏ file អីហើយអញ្ចឹងណាអញ្ចឹងយើងគ្រាន់តែយកមក copy paste ហើយរៀបចំទម្រង់ទៅតាមប្រភេទទម្រង់សំណួរមកហ្នឹងណាព្រោះទៅតាក់ទងមួយអ្នកដែលគាត់ធ្វើ survey ប្រភេទទម្រង់សំណួរគឺក៏មានសារៈសំខាន់ដែរព្រោះវាពាក់ព័ន្ធមួយការ collect ទិន្នន័យឬក៏ពាក់ទិន្នន័យតាមក្រោយកាលណាយើងប្រើប្រភេទសំណួរដែលត្រឹមត្រូវយើងវិភាគមកស្រួលអញ្ចឹងណាបាទហ្នឹងហើយអញ្ចឹងក្នុងនេះគឺខ្ញុំប្រើ multiple choice អញ្ចឹងចំពោះរយៈពេលគឺខ្ញុំមានរយៈពេលក្រុម3ខែអញ្ចឹងហ្នឹងអាចថាអ្នកគាត់ទៅចូលក្នុង probation 3ខែទៅមក
tới một nămពី1ឆ្នាំទៅ3ឆ្នាំ3ឆ្នាំទៅ5ឆ្នាំនឹងលើសពី5ឆ្នាំអីយ៉ាងទៅអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងបន្តមកទៀតពីនឹងមកខ្ញុំនឹងបង្កើត section មួយទៀតគឺ section ទី2បាទអញ្ចឹងតែខ្ញុំបង្កើត section ទី2បាទចឹងក្នុងនេះគ្រាន់តែគោលម្ដងខ្ញុំធ្វើនេះគឺចង់បង្ហាញដល់អស់គ្នាពីរបៀបបង្កើត section ពីប្រភេទសំណួរហ្នឹងគោលម្ដងធំដើម្បីឲ្យយល់អញ្ចឹងចុងក្រោយអាចបងប្អូនមើលវីដេអូនេះហើយយល់យើងអាចយកទៅធ្វើឆ្នៃធ្វើខ្លួនឯងបានអញ្ចឹងណាអញ្ចឹង section ទី2ខ្ញុំអាចដាក់ថាយើងនេះតើយើងអាចបង្កើត section ទី2យើងคลิกលើកន្លែង section ហ្នឹងទៅហើយយើងទាញវា drag drop ទាញលើមកវាបានអញ្ចឹងណាបាទចឹងនៅក្នុងនេះគឺខ្ញុំពងគេហ្នឹងគឺពងតែគិតថាសរសេរគេ section ទី2ហ្នឹងអញ្ចឹងណាហ្នឹងហើយអញ្ចឹងចេញមកឥឡូវ section ទី2ហ្នឹងបាទsection ទី2គឺខ្ញុំសេយើងហៅថា employee satisfaction អញ្ចឹងទៅណាហ្នឹងហើយបង្កើត section ទៅបាទហើយអាចថាយើងចង់ដឹងទៅមួយការពេញច្រត់ទៅលើ compensation ជាមួយ benefit អញ្ចឹងទៅអញ្ចឹងសំណួរទី1ដែលខ្ញុំដាក់គឺខ្ញុំរើសប្រភេទសំណួរដែរហ្នឹងហើយចឹងនៅក្នុងនេះខ្ញុំយក Likert scale ដើម្បីយើងចង់ដឹងយើងដាក់ scale តែប៉ុន្តែ Likert scale យើងអាចយក scale ពី1ទៅ5តែពីខ្ញុំចង់ឲ្យបុគ្គលិកគាត់ហៅថា sit on the fence ណាឬក៏អាចថានៅកណ្ដាលព្រោះភាគច្រើនអូតូម៉ាទិកគាត់នឹងយកលេខ3មកយើងដាក់ scale ពី1ទៅ5គាត់នឹងយកលេខ3អញ្ចឹងយើងយកមកវិភាគមកពិបាកតែទូទៅពីយើងវិភាគយើងគិតថាបើនៅទៅ3វាមិនមែន50ទេអញ្ចឹងអាហ្នឹងគាត់អត់ទាន់សម្រេចចិត្តថា yes or no ទេប៉ុន្តែ normally ប្រហែលគាត់ no ច្រើនជាងគាត់យកលេខ3អញ្ចឹងណាគាត់ yes គាត់ចូលដល់លេខ4អញ្ចឹងខ្ញុំបង្កើត scale មួយខ្ញុំដល់យកถึง6អញ្ចឹងគាត់អត់មានជំរឿនអញ្ចឹងវាអាចមាន1 2 3 4 5 6មកអញ្ចឹងណាហ្នឹងហើយអញ្ចឹងយើងអត់បង្កើតជំរឿនកដាលមួយគាត់ sit on the fence ទេហ្នឹងបាទអញ្ចឹងយើងយកនេះជា page Likert scale គាត់យកមកអញ្ចឹងពេលគាត់ view គាត់រើសគាត់គាត់រើសគាត់ click លើ1 2 3 4 5ដល់6ហ្នឹងទៅអញ្ចឹងណាហ្នឹងហើយអ្នកខ្លះគាត់អាចយក scale ដល់10ថា on the scale 1 to 10គាត់ឲ្យ score លើហ្នឹងប្រហែលអញ្ចឹងណាហ្នឹងហើយអញ្ចឹងលេខ1យើងគាត់ define ថាលេខ1គឺមានថាយើងគាត់អត់ពេញចិត្តខ្លាំងតែហ្មងហ្នឹងហើយលេខ2ពេញចិត្តខ្លាំងណាពេញចិត្តយកតែមែនតែនលេខ2បាទចឹងនេះប្រភេទមិញយើងបានប្រភេទសំណួរ2ហើយគឺទី1រឿងបាទទី1គឺតកតងជាមួយនឹង multiple choice បាទហើយទី2គឺពាក់ព័ន្ធជាមួយនឹងមិញគឺ linear scale ខ្ញុំច្រឡំខ្ញុំហៅថា Likert scale តែប៉ុន្តែ Likert scale វាមានតែ5 scale ទេណាហ្នឹងហើយសំទោសនឹងហៅ linear scale បាទអញ្ចឹងយើងបានពីសំណួរហ្នឹងអញ្ចឹងទៅមុខខ្ញុំនឹងបង្ហាញពាក់ព័ន្ធជាមួយនឹងរបៀបហៅថាថា paragraph ទៀតដែរណាហ្នឹងហើយអញ្ចឹងក្រុមខ្ញុំនឹងធ្វើឧទាហរណ៍ទៅប្រភេទជា paragraph វាចេញទម្រង់មិនអញ្ចឹងគោលបំណងនៃការប្រើប្រាស់ចម្លើយជា paragraph នោះមានថា participant អ្នកដែលគាត់ផ្ដល់ survey ឲ្យហ្នឹងគឺគាត់អាចពេញទៅ say វែងបានហ្នឹងជាលក្ខណៈ paragraph វែងបានហើយជាទូទៅសម្រាប់ paragraph នោះគោលបំណងការធ្វើមាន2ទី1អាចថា survey ហ្នឹងជាលើកទី1គេអត់ដឹងថា option អីខ្លះនៅក្នុងហ្នឹងអញ្ចឹងគេដាក់ជា paragraph essay សិនហើយបន្តហើយអាចទៅ base ពី paragraph ហ្នឹងពីពីអ្នកដែលគាត់ធ្វើ survey បាទគាត់យកមកវិភាគយកមកអានគាត់បង្កើតជា option ហើយឆ្នាំក្រោយគាត់នឹង convert កន្លែងហ្នឹងគឺទៅជាពពួក multiple choice អីវិញអញ្ចឹងណាហ្នឹងហើយអូខេហើយអាហ្នឹងជាគោលបំណងទី1គោលបំណងទី2ជាទូទៅនៅពេលដែលគេដាក់ paragraph ហើយគេចង់បានឲ្យបុកលឹងគាត់ទៅ say ចូលហើយពីខាង data អ្នកធ្វើ survey បាទអ្នកធ្វើ survey ឬក៏ data analyst គាត់ត្រូវការទៅអង្គុយអាន one by one ហ្នឹងណាហ្នឹងហើយគាត់ចង់ដឹងស្អីគេអ្នកដឹងនិយាយថាម៉េចអាហ្នឹងណាអញ្ចឹងគេសុខចិត្តចំណាយពេលទៅអានតែករណីនេះគឺគេគោលបំណងគឺគេអាននៅក្នុង
cạn đấy cái hai tha miền nhẹ còn châu rùm tạch cái tê và sân địa chớn có bà an là chẳng á bạn ở cuốn chẳng nhom nâng bà hai và tó nó mấy nhom đã hỏi tụi mày hàng lừa mới nhất là ngày hay nếp một hiện mùi tiết cứ một hiện rating trong rating về tranh diện star chị vì bên rơi chơi rơi hay ban chờ mình đang không biết nhiều rơi vô chịu cục cái nè bạn chẳng hay những ai rơi thập cái mà cái là chỉ cái dương trong đại dương đại bàn đại chân không biết nhiều cái pram để chẳng là ngày hay khổ tỏ bị nắng nhau bà hai vì là biếp sử dụng chắc cứ dương cho chia short paragraph là vì mình tầm rộng bạch bây giờ dương cho short paragraph với chấn dương trong là chỉ lấy dùng sáp dương trong là tệ tông cho mùi nâng chùm lại cái slide mà pin mắt nó của ấy cả là sẽ cứ xây ban tái mùi phạt cứ mà chua thì mà chua lại xe về ban tiền để chơi bảo vệ chấn này chấn thì tự nhiên là bà hai thằng này châu tệ tông cho một pet một pet để cáiคือประเภท short paragraph và cho đi không lý nằm xua cái thằng gặp cái con red thằng môi bị bay là ta hãy lấy bạn chỉ quạt red thằng môi bị bay nó trong thằng này nó còn đọc pin chất á thì tụi mình buồn nơi còn bán còn sơ pin chất đây nó hành ấy chẳng thì chọn đầm này hay tụi rung và top cứ nhom nâng bằng hai cho tôn cho mùi nó cái hai checkbox checkbox với sự điện thì multiple choice đấy multiple choice đấy còn ta multiple choice được không multiple choice về trên những mùi người ta hay multiple choice cái hai thằng limit ao select only one answer chẳng hạn này chẳng checkbox mình thằng này nó có checkbox không ha về tầm rung giữa trùng chia nếu buồn trùng chẳng hạn và hay trong đấyคือcái ai select bàn đấy select ảnh multiple ảnh lên phải mùi bàn chẳng hạn này và chẳng như mưa nhưng mà xây hai pì nhầm chót viên trên tầm rung lại mưa chẳng là đó nên khơi như vậy chẳng cho mình tên tới nó nông dương thưa survey đam Google Form sự nhập bộc lực trong phone mà cho nuôi quạt can khang survey HR ấy đi chia mình chăm bạch trên này lôi tinh tiện tôn cho mùi nâng cái hai tham có subscribe tới platform đi chia survey màn khi rồi FTC nhớ nè bạn này thu mà chúng ta là more comprehensive được bổ thu đó nó vì cho sự nhập này chia professional có thừa professional survey đại cái miền function là dương chờ mình không năng tụm rong cứ cột sọt mong nắng á này làm bất nó còn miền free trial là cả free trial có việc miền limit ở trong chúng mình participant limit ở trong chúng này cho room mà sân dương cho free chẳng hay Google Form cái on miền limit tới dương ai vô bàn chờ chẳng nó hay sự nhập sự vậy còn muốn tu tới cứ Google Form chui dương bàn chờ được không năng hay nhom năng hai vẹn khối đặc biệt là dương ta analyze về class analyze cứ dùng cái trở lại trên máy dương mà chăm mạch từ phương con ai đó cứ nó response nó cứ viên và hai tôn chúng mình năng result là dương hay bị link tới đi ở dương bàn tiện link tới Google Sheet bạn Google Sheet sử dụng Excel rồi nắng về chỗ page khai thập đặt Excel và nó bỏ Microsoft hiện tại Google hay Google Sheet bạn ok tao chẳng lại nếu dương ai mình sinh dương trong cái thay sử dụng nó cứ việc nhưng phải phép đấy cái sử dụng trăm bạch để có là require nó mà sinh sử dụng trăm bạch rồi lá dương dùng require mà chấn bây giờ answer nhận để còn answer cứ có thử tá ní hai có thử ta thưa đang online luôn bàn thì chẳng mà chẳng đấy tôn chỉ mùi nâng section thì buôn mà đó mà thì muốn cứ nhom còn nhom cả section một tới 10 khi à chứ là đó nên là việc first section là hai bộ lấy first bảy đòn này chẳng nó lại là section hai dân và cả sầm nụ mà thiệt máu cho sầm nụ to nhom đưa chỉ vô vẽ pon chỉ mùi nâng cái hai tha chỉ một hết cái hai column chẳng và page núi này cả này tha chúng các dương miên chi một page u to tha dương miên được chùa cho chủ đề chẳng vì chưa mà vì ai ta vì chưa vì miên vì miên vì miên cái hai tham variable lớp phỉ môi được không lắm đấy nè trong u to tha đừng được không đi chẳng nhầm vô chỉ hai tham mà thì point choice grid trong u to tha chỉ khẩn lắm trong đại lưu một page ấy cái u to tha u to không đấy nhầm vô mưa thật ta environment trong environment nó rồi viên mình tham miên chỉ được bay u to tha trong u to này tha ở trong good work environment và sinh tầm mơ nước nông kia được nông office thì nông tiệt bay nông ấy à mùi nát ban good environment chỉ chẳng như thích dồn là chẳng được đặt bài chẳng á thằng này chẳng anh ấy dùng còn hai tầm rung tới bàn tay là tổng thì ai dùng tới này còn anh bàn chẳng á thằng này
ចាំមើលទៅទៀតខ្ញុំវាយចប់វានឹងចាញ់តម្រងដល់នេះគឺឃើញពេលឃើញចឹងដល់ដឹងអពេលដែលធ្វើខ្លួនឯង develop សំណួរនឹងមិនចឹងណាហ្នឹងហើយអានេះជាប្រភេទ date បើសិនជាយើងចង់អានេះតម្រងនេះឃើញចាញ់មកហើយឃើញស្អាតចឹងណាឧទាហរណ៍ថាវាមាន3 column លើ environment គឺណា culture ចឹងទៅណាហ្នឹងហើយអញ្ចឹងវាឲ្យយើងលើឧទាហរណ៍ good work environment វាចូលមួយណាហ្នឹងណាហ្នឹងហើយតែនេះបើសិនយើងមើលវាអត់ C ជាមួយនឹងអាហ្នឹងទេគ្រាន់តែខ្ញុំបង្កើតមកដើម្បីឲ្យមើលថាតម្រងវាចេញមកអញ្ចឹងtemplate មួយហ្នឹងណាបាទហើយកន្លែងនេះយើងចង់មួយទៅប្រភេទ date អញ្ចឹង date យើងអាចរើសបានហ្នឹងហើយបើសិនជាការពីច្រើនយើងចង់សួរគេយើងចង់កាត់យើង gathering ថ្ងៃណាគេប្រភពមកយើងយកជា date មកអញ្ចឹងវាចេញតម្រង format គឺ date ម៉ោងប្រហែលវាចេញតម្រងម៉ោងឲ្យយើងទៀតអញ្ចឹងណាហ្នឹងហើយក្រុមនេះខ្ញុំយកប្រភេទ short answer ដែរឲ្យគេ identity មកលេខទូរស័ព្ទឈ្មោះយ៉ាងទៅអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងដូចជានៅក្នុងនេះដូចជាអស់តែប៉ុណ្ណឹងខ្ញុំគិតថាអ្វីដែលចង់បង្ហាញដល់អ្នកគ្នាអញ្ចឹងប្រភេទសំណួរដែលមាននៅក្នុង Google Form ខ្ញុំបង្ហាញអស់ហើយអញ្ចឹងអ្នកនរគ្នាអាចចូលទៅក្នុង Google Form បើជាទូទៅអ្នកដែលគាត់មាន Google account គាត់ access ទៅ product របស់អង្គបានហើយចូលទៅអាចទៅចូលទៅ play around ហ្នឹងហើយលេងវាឬក៏សាកល្បងធ្វើខ្លួនឯងទៅអញ្ចឹងណាហ្នឹងហើយតិចទៀតខ្ញុំបង្ហាញថានៅពេលដែលយើងធ្វើហើយមុននឹងយើង publish មានថាយើងបង្កើតជា link បោះឲ្យគេទៅបំពេញតែតម្រងមិនអញ្ចឹងនៅក្នុងនេះយើងអាច view បានក្នុងនេះខ្ញុំចូលមកទៀតគេហៅថាយើងចង់ចូលទៅកែ theme ពណ៌ color តម្រងរបស់យើងមិនយើងអាចកែបានក្នុងហ្នឹងណា font សំណួរ font title font នេះគឺយើងកែបានទាំងអស់នេះទៅវាស្រួលមែនតើទៅជាមួយនឹង Google Form នៅក្នុងបោះហ្នឹងបាទហើយយើងអាចដាក់តងជាមួយនឹងគេហៅថាដូចជារូបភាពស្អាតដែរនឹងហៅយើងដាក់ជារូបភាព theme របស់យើងណាហ្នឹងហើយតែ theme ខ្ញុំយករូបភាពរបស់គេទេអញ្ចឹងបើយើងមានជារូបភាពរបស់យើងជារូបភាព header យើងមាន design យើងអាច design ក្នុង canvas ហើយយើងយកមក upload ចូលមកអញ្ចឹងណាហ្នឹងហើយយើងយក size ត្រូវជាមួយក្នុងនេះទៅគឺល្អមែនតើបាទអញ្ចឹងនេះគាត់ឲ្យយើង upload យើងអត់ទេយើងយក sim មកគេមកសញ្ញារូបវិសនីស្រីគ្នាតែបើសម្រាប់ក្រុមហ៊ុនរបស់យើងមកឬយើងធ្វើក្នុងក្រុមហ៊ុនរបស់យើងមកយើងគិតថាគួរ design ខ្លួនឯងទៅឥឡូវវាងាយ canvas ដែលខ្ញុំបង្ហាញនៅវីដេអូមុនគឺងាយមែនតើយើងចូលទៅធ្វើ develop រូបភាពអីបានក្នុងហ្នឹងអញ្ចឹងណាបាទដាក់កាហ្វេមួយបាទព្រឹកឡើងអញ្ចឹងប្រើកាហ្វេអូខេឃើញហើយបាទថ្ងៃនេះជាតម្រងខ្ញុំបង្ហាញវាចេញរូបរាងមិនអីមិនបន្ទាប់ពីដូរ font ដូរ theme ហើយវាចេញរូបរាងមិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំគិតថាខ្ញុំអស់ប៉ុណ្ណឹងបាទហើយអរគុណច្រើនហើយវីដេអូក្រោយៗខ្ញុំនឹងធ្វើទៅមួយនឹងបង្ហាញពីថាតើបន្ទាប់ពីយើង collect survey ហើយយើងទៅមើលយើងទៅមើលទៅជាមួយនឹងគេហៅថា response ឬក៏ data analyst ដែល Google Form បង្ហាញមកយើងនៅកន្លែងណាឬក៏បើសិនជាយើងចង់ extract យក raw data មកយើងចង់យកធ្វើខ្លួនឯងយើងអាចធ្វើបានយើងយកកន្លែងណាអញ្ចឹងនៅក្នុងវីដេអូក្រោយបាទអរគុណច្រើនជួយ subscribe channel YouTube ឲ្យបានច្រើនផងបាទអរគុណជាកម្លាំងចិត្តឲ្យទៅ admin បាទអរគុណជម្រាបលា